សួស្តីទៅដល់បងប្អូនអ្នកគ្នាបាទអញ្ចឹងវីដេអូមួយនេះគឺខ្ញុំបង្ហាញអំពីរបៀបបង្កើតវីដេអូ AI បាទជាលក្ខណៈ RC track ឬក៏កាមេរ៉ាមិនល្អឬក៏អត់ចង់ចេញមុខបាទហើយនៅក្នុងវីដេអូនេះអាចជួយបានដោយប្រើប្រាស់ AI បាទអញ្ចឹងវីដេអូនេះគឺខ្ញុំបង្ហាញអំពីរបៀបបង្កើតវីដេអូលក្ខណៈ RC បាទអញ្ចឹងជាដំបូងគឺយើងត្រូវចូលទៅក្នុងកម្មវិធី Chat GPT សិនបាទចឹងចូលក្នុងកម្មវិធី Chat GPT មកបាទហ្នឹងហើយអញ្ចឹងយើងចូលមកដល់ Chat GPT គឺយើង upload នៅរូបភាពចូលមកស្លឹកសិនណាបាទអញ្ចឹងយើងចូលកន្លែងរូបភាពនេះមកហើយយើងយកកន្លែង photo បាទអញ្ចឹងខ្ញុំមានរូបថត3សន្លឹកបាទជា RC រូបភាពអញ្ចឹងជ្រើសរើសនៅរូបភាពមួយសន្លឹកមកបាទបន្តមកទៀតក៏យើងយកពីដានមកយើងប្រើប្រាស់នៅលើទូរស័ព្ទដៃបាទដោយខ្ញុំអត់មានកុំព្យូទ័រអញ្ចឹងខ្ញុំបង្ហាញនឹងការបង្កើតវីដេអូ AI នេះគឺគ្រប់វីដេអូទាំងអស់គឺខ្ញុំបង្ហាញលើទូរស័ព្ទដៃបាទអញ្ចឹងយើងអត់មានកុំព្យូទ័រក៏យើងអាចធ្វើ AI បានដែរបាទគ្រប់ content ទាំងអស់គឺយើងអាចប្រើប្រាស់បានបាទអញ្ចឹងពេលយើងដាក់នៅរូបភាពចូលហើយបាទយើងវាយព្រមចូលមកណាបាទដើម្បីឲ្យយើងមិនតែព្រមគឺយើងទៅសេអក្សរដើម្បីសួរទៅកាន់ AI ហើយឲ្យ Chat GPT នេះបាទសរសេរព្រមមកយើងវិញណាបាទអញ្ចឹងយើងទៅសេដាក់មកតែយើងចង់បានរូបភាពបែបហ្នឹងបាទអញ្ចឹងដាក់ please give me a prompt from this image បាទយើងបាច់ទៅមក please give me a prompt from this image អញ្ចឹងរូបភាពមួយគឺខ្ញុំវាយព្រមឲ្យ Chat GPT សរសេរព្រមឲ្យតែមួយទេណាបាទអញ្ចឹងបងប្អូនចាំបាន2ព្រម3ព្រមបដូរមកបាទបដូរដាក់2 3 4មកគឺ Chat GPT នឹងឲ្យយើងតាមនឹងដែលយើងសរសេរដែលយើងចង់បាន2យើងដាក់ two ព្រមមកបាទអញ្ចឹង Chat GPT គឺវាបង្កាត់មកតាមយើងស្នើសុំបាទខ្ញុំបញ្ជាក់មួយទៀតបាទរូបភាព RC នេះបានមកពីណាបាទគឺបងប្អូនអ្នកគ្នាមើលវីដេអូគេឲ្យ screenshot មកបើមិនអញ្ចឹងទេបងប្អូនអ្នកគ្នាចូលអ៊ីនធឺណិតទៅហើយទៅយករូបភាពពីណាមកក៏បានដែរបាទហើយយកមកយើងអត់ប្រើប្រាស់រូបភាពនឹងបង្កើតវីដេអូទេប៉ុន្តែយើងឲ្យ Chat GPT ហ្នឹងមើលនៅរូបភាពជាគំរូសិនបាទមើលរូបភាពជាគំរូហើយយើងទៅសេអក្សរចូលទៅដើម្បីឲ្យ Chat GPT សរសេរព្រមមកយើងបាទហើយយើងនឹងបង្កើតរូបភាពថ្មីរបស់ខ្លួនឯងណាបាទយើងអត់មានយករូបភាពពីគេមកធ្វើជាវីដេអូទេបាទបន្តមកទៀតយើងចុច generate ទៅអញ្ចឹងfrom ដែលបង្កើតនៅរូបភាពបាទខ្ញុំនឹងដាក់នៅក្នុងវីដេអូ description របស់ខ្ញុំបងប្អូនអ្នកគ្នាអាចចូលទៅមើលបានក្នុង description បាទមកអញ្ចឹងយើងបានព្រមមួយហើយយើង copy មកបាទយើង copy មក select tag បាទយើង copy មកនេះព្រមបាទយើង copy ទុកម្ដុំណាបាទយើង copy ទុកម្ដុំមកតែយើង copy រួចហើយយើងទៅដាក់រូបភាពទី2បាទដោយសារខ្ញុំមានរូបភាព3សន្លឹកអញ្ចឹងខ្ញុំដាក់ម្ដងមួយហើយខ្ញុំទៅសេព្រមទៅមិញអញ្ចឹងបាទទៅសេអក្សរទៅមិញអញ្ចឹងណាបាទសេមក please give me a prompt from this image វាយចឹងមកហើយយើង generate ទៅអញ្ចឹងខ្ញុំធ្វើមួយបាទខ្ញុំមានរូបភាព3សន្លឹកដើម្បីឧទាហរណ៍ខ្ញុំធ្វើមួយបាទយើង copy មកបាទនេះគឺជារូបភាពទី2ណាបាទរូបភាពទី2
បាទអញ្ចឹងពេលយើង copy រួចហើយយើងចូលទៅយករូបភាពទី3មកទៀតមកអញ្ចឹងបងប្អូនអ្នកគ្នាចង់បានរូបភាពមួយណាគឺបងប្អូនអ្នកគ្នាទៅមើលវីដេអូគេទៅហើយ screenshot ចាំមកឬក៏បងប្អូនចូលទៅកាន់អ៊ីនធឺណិតផ្សេងៗណាចូលទៅកាន់អ៊ីនធឺណិតមកហើយ down នៅរូបភាពមកបាទហើយយើងអត់មានយករូបភាពហ្នឹងមកបង្កើតជាវីដេអូទេគឺយើងទៅបង្កើតព្រមសិនចាំយើងយកមកយើង generate ជារូបភាពថ្មីជាលក្ខណៈ original របស់យើងវិញបាទចឹងវីដេអូនេះខ្ញុំគិតថារៀងយូរបន្តិចហើយសម្រាប់បងប្អូនអ្នកគ្នាប៉ុន្តែបងប្អូនអ្នកគ្នាមើលហើយបាទគឺរៀងយូរបន្តិចមែនប៉ុន្តែធ្វើបានតែម្ដងណាបាទអញ្ចឹងយើង copy មកបានយើងប្រមមកហើយគឺយើងរូបភាពហ្នឹងគឺយើងលែងយកហើយបាទរូបភាពហ្នឹងណាបាទគឺយើងលែងយកហើយអញ្ចឹងយើងចូលទៅកាន់ website មួយទៀតបាទពេលហ្នឹងយើងមើលខាងលើនេះមកយើងដាក់ព្រមទី1ចូលដែលយើងបានបង្កើតនៅលើ chat GPT មិញបាទនៅលើ chat GPT មិញហ្នឹងអញ្ចឹងយើងចូល Leonardo បងប្អូនអ្នកគ្នាកន្លែងមើលកន្លែងនេះផងបាទកន្លែងនេះអញ្ចឹងបងប្អូនទៅការទំហំប៉ុណ្ណាណាបាទមើលកន្លែងនេះអញ្ចឹងបងប្អូនអ្នកគ្នាចាំមកផ្ដេកចាំមកបញ្ឈរបាទគឺបងប្អូនជ្រើសរើសកន្លែងហ្នឹងមកបាទកុំភ្លេចកន្លែងហ្នឹងបាទតែបងប្អូនគ្នាអត់បានមើលទេខ្លាចថាយើងចាំបានប្រភេទផ្ដេកតែមកបញ្ឈរអីឬក៏មក4ជ្រុងអីណាហ្នឹងហើយយើងមើលឡើងហ្នឹងហើយយើងដាក់form ដែលយើងបាន copy ពី chat GPT មិញមកបាទនេះគឺកំពុងដំណើរការណាបាទអញ្ចឹងបងប្អូនគ្នាយូរតិចហើយវីដេអូហ្នឹងបាទប៉ុន្តែច្បាស់សម្រាប់បងប្អូនអ្នកគ្នាចង់បង្កើតវីដេអូដល់ណា RC បាទច្បាស់នេះបាទគឺបានច្បាស់អញ្ចឹងយើងស្រឡាញ់រូបភាពមួយណាគឺយើងយកមកបាទស្រឡាញ់រូបភាពមួយណាគឺយើងយកមកបាទនេះសតជាវីដេអូ RC នេះបាទបាទអញ្ចឹងខ្ញុំយករូបភាពមួយនេះបាទយើងខាច់ទៅលើវីដេអូហ្នឹងមកយើងយកឡើងសញ្ញាពូននេះមកសំទោសគឺយើងប៉ះលើរូបភាពហ្នឹងបាទហើយយើងយកកន្លែងសញ្ញាព្រួយនេះមកដើម្បី download រូបភាពមួយបាទអូខេបន្តមកទៀតគឺបងប្អូនអ្នកគ្នាចង់បានទាំងអស់ download ទាំងអស់មកតែខ្ញុំអត់យកទេខ្ញុំយកតែមួយទេបាទហើយយើងចូលទៅយក prompt មួយទៀតមិនយើងមាន prompt 3ណាបាទ prompt 3យ៉ាងណា prompt អស់ទាំង3យើង copy មកយើងដាក់ចូលក្នុង Leonardo ម្ដងទៀតបាទនេះអញ្ចឹងមិញគឺ prompt ទី1នេះគឺ prompt ទី2បាទខ្ញុំលុបចោលសិនបាទយើងដាក់ prompt ចំមកហើយយើង generate បន្តទៀតមកចឹង Leonardo យើង generate មួយសារបាន4រូបភាពណាបាទបាន4រូបភាពបាទនេះសិតទៅជាវីដេអូ RC បាទយើងស្រឡាញ់មួយណាយើង down មកណាបាទ down មកយើងឆាច់ទៅលើរូបភាពហ្នឹងមួយហើយយើងយកសញ្ញាព្រួយបាទអូខេរួចរាល់អញ្ចឹងខ្ញុំដាក់បានតែ2 prompt ទេបាទដាក់បានតែ2 prompt ដោយសារតែវាអស់ credit ណាបាទអស់ credit ទេសល់33 credit ទេតែយើង generate មួយសារ39 credit ប៉ុន្តែខ្ញុំអស់ហើយនៅសល់តែ33 credit ខ្ញុំបានតែ2បាទបានតែ2រូបភាពទេណាបាទអញ្ចឹងខ្ញុំយកតែ2រូបភាពហ្នឹងខ្ញុំយកនេះ2ដែរបាទខ្ញុំបាន3រូបភាពអញ្ចឹងខ្ញុំប្រើ prompt អស់តែ2 prompt ទេបាទដោយសារខ្ញុំបាន generate មួយសារនេះហើយណាបាទអញ្ចឹងបងប្អូនអ្នកគ្នាអត់តន់ generate ទេបានដល់3រូបភាពតែម្ដងបាទអូខេបាទអញ្ចឹងយើងបានរូបភាពហើយបាទយើងបានរូបភាពហើយយើងធ្វើមួយទៀតបាទយើងចូលទៅកាន់ website មួយទៀតបាទ website មួយទៀតគឺខ្ញុំប្រើប្រាស់ Google AI Studio ដើម្បីបង្ហាញទៅដល់បងប្អូនទាំងអស់គ្នាបាទអញ្ចឹងពេលយើងចូលមកដំបូងគឺបងប្អូនអ្នកគ្នាគឺទាមទារឲ្យ sign up នៅ Gmail account ចូលណាបាទអញ្ចឹងដំបូងគឺយើងចុចទៅលើរូបភាពហ្នឹងមកកន្លែងដាក់ upload រូបភាពហ្នឹងមកបាទហើយយើងយកកន្លែង upload image
បាទហើយយើងទៅយករូបភាពមិញហ្នឹងបើយើងបានgenerate ពី Leonardo មកណាហ្នឹងហើយចឹងរូបភាព3នេះគឺជារូបភាពដែលយើងបាន download អំពីអ៊ីនធឺណិតផ្សេងៗទេដូចជា Chrome ដូចជា Facebook YouTube ទេដែលយើងបាន screenshot ជាដើមយើងអត់ប្រើទេគឺយើងប្រើជាលក្ខណៈ original របស់យើងវិញបាទយើងជ្រើសរើសរូបភាពណាមួយមកអស់បាទអញ្ចឹង from យើងអត់មានប្រើ from មិញណាបាទអត់ប្រើ from មិញទេបាទគឺយើងប្រើ from ផ្សេងអញ្ចឹងខ្ញុំនឹងដាក់ from ហ្នឹងនៅក្នុង description វីដេអូណាបាទទាំងការបង្កើតរូបភាពបាទទាំងការបង្កើតវីដេអូគឺខ្ញុំដាក់នៅក្នុង description from ណាអញ្ចឹងបងប្អូនអរគ្នាអាចទៅយកនៅក្នុង description បានបាទយើងដាក់ from ចូលមកនេះគឺជា from បង្កើតនៅវីដេអូណាបាទមិនមែន from បង្កើតនៅរូបភាពមិញទេអញ្ចឹងបងប្អូនអរគ្នាដាក់ from ដាក់រូបភាពចូលហើយបាទយើងយកកន្លែងសញ្ញាព្រួនេះដើម្បី generate ចេញវីដេអូបាទយើងរងចាំសិនទៅអញ្ចឹងដើម្បីបង្កើតចេញជាវីដេអូមួយបាទគឺយើងត្រូវប្រើនៅ4ចំណុចបាទទី1គឺបងប្អូនអ្នកគ្នាទៅស្វែងរកនៅរូបភាពបាទអញ្ចឹងរូបភាពហ្នឹងគឺជារូបភាពដែលបងប្អូនអ្នកគ្នាចង់ធ្វើជាវីដេអូប្រភេទណាគឺបងប្អូនអ្នកទៅស្វែងរករូបភាពប្រភេទនោះទី1ហើយទី2គឺបងប្អូនអ្នកគ្នាបំលែងនៅរូបភាពហ្នឹងមកជា prompt បាទអញ្ចឹងយើងត្រូវបាន from មួយទៀតបាទហើយទី3គឺយើងយក prompt នោះទៅបង្កើតចេញជារូបភាពដែលជារូបភាព professional ណាបាទរូបភាពរបស់យើងផ្ទាល់តែម្ដងដោយយើងមិនបាន copy ពីគេទេបាទទី4គឺយើងយករូបភាពនោះមកបង្កើតចេញជាវីដេអូតែម្ដងបាទលក្ខណៈវីដេអូ long បាទផ្ដេកដោយសារមិនហ្នឹងខ្ញុំអត់បាន select អត់បានជ្រើសរើសនៅទំហំបញ្ឈរឬផ្ដេកណាដល់ពេលអញ្ចឹងវាមកផ្ដេកវិញបាទអញ្ចឹងអត់អីទេគឺខ្ញុំគ្រាន់តែបង្ហាញដល់បងប្អូនថាមុននឹងធ្វើគឺកុំភ្លេចបាទទៅលើទំហំវីដេអូយើងចាំបានបញ្ឈរឬក៏ផ្ដេកទាំងរូបភាពទាំងវីដេអូអញ្ចឹងរូបភាពមិញគឺខ្ញុំរើសបញ្ឈរដល់ពេលចេញជាវីដេអូផ្ដេកដោយសារតែខ្ញុំបានភ្លេចទៅលើការជ្រើសរើសនៅបញ្ឈរទូរស័ព្ទបាទអញ្ចឹងបន្តមកទៀតគឺបងប្អូនយកសញ្ញាព្រួយនេះមកដើម្បី download វីដេអូហ្នឹងបាទគឺរួចរាល់បាទអញ្ចឹងបន្តមកទៀតបាទគឺយើងទៅជ្រើសរើសនៅរូបភាពមួយទៀតបាទយើងយកកន្លែង upload នេះមកយើងយក upload image បាទយើងយករូបភាពណាមួយដែលយើងចង់ផលិតជាវីដេអូបាទបន្តមកទៀតគឺយើង generate មកបាទអញ្ចឹងយកសញ្ញាព្រួយអញ្ចឹងវីដេអូមួយនេះបងប្អូននេះចេះហើយបងប្អូនអាចអនុវត្តបានដោយប្រើ AI ហើយយើងអាចរកប្រាក់ចំណូលបានធម្មតាបាទហើយគឺជាវីដេអូ original អញ្ចឹង content គឺបែបណាក៏ធ្វើបានដែរបាទអញ្ចឹងយើងបានហើយយើងយកសញ្ញាព្រួយមកដើម្បី download បាទខ្ញុំបាន2វីដេអូណាបាទអញ្ចឹងខ្ញុំដាក់លុបទៀតខ្ញុំទៅយករូបភាពទី3បាទរូបភាពទី3បាទហើយយើងមិនបាច់ដូរព្រមទេដោយសារតែមានតែមួយនឹងបានហើយបាទយើង generate ទៅបាទអញ្ចឹងយើងបានវីដេអូដែលយើងបានអស់ហើយបាទគឺយើងបានវីដេអូប៉ុន្តែយើងមាននៅមួយទៀតបាទគឺយើងត្រូវកាត់តភាសាទៀតដោយសារវីដេអូនេះខ្លីៗទេអញ្ចឹងបងប្អូននេះកាត់តទៅនៅលើ CapCut ឬក៏នៅលើ KineMaster ក៏បានដែរបាទឬក៏កម្មវិធីណាមួយដែលបងប្អូនចេះប្រើប្រាស់បានបាទហើយ AI នេះគឺយើងបង្កើតនៅលើទូរស័ព្ទដៃបាទគឺបានដូច computer ដែរបាទអត់ខុសទេបាទអញ្ចឹងយើង download មកបាទអញ្ចឹងសូមអរគុណច្រើនបាទសម្រាប់ការគាំទ្ររបស់បងប្អូនអ្នកគ្នាហើយវីដេអូនេះគឺសូមបញ្ចប់ប៉ុណ្ណឹងគឺអស់ហើយបាទអស់ប៉ុណ្ណឹងហើយអញ្ចឹងខ្ញុំសូមបញ្ជាក់គឺយើងត្រូវការរូប
ភាពសិនជាគំរូបន្ទាប់មកយើងទៅបង្កើតព្រមបន្ទាប់មកយើងទៅបង្កើតរូបភាពបន្ទាប់មកយើងទៅបង្កើតវីដេអូបាទឥឡូវសូមបងប្អូនអ្នកនាងបាទមើលវីដេអូនេះជាបញ្ចប់ហើយក៏សូមអរគុណហើយកុំភ្លេច Subscribe អ្នកមួយបាទចុចរូបសញ្ញាកណ្ដឹងបាទមិនចម្ងល់ comment ខាងក្រោមវីដេអូដែលកុំភ្លេចទៅយកព្រមដែលបង្កើតរូបភាពព្រមដែលបង្កើតវីដេអូនៅក្នុងវីដេអូ description នេះអរគុណច្រើនបាទសម្រាប់ការគាំទ្ររបស់បងប្អូនអរគ្នា